ឧបករណ៍អាចជួញដូរបានទាំង3ប្រភេទនេះសុទ្ធសឹងតែត្រូវបានប្រើប្រាស់ក្នុងគោលបំណងទូទាត់សងប្រាក់ប៉ុន្តែក៏មានលក្ខណៈខុសគ្នាមួយចំនួនដូចខាងក្រោម 1. មូលប្រទានប័ត្រ checks គឺជាបញ្ជីជាលាយលក្ខណ៍អក្សរដោយឥតលក្ខខណ្ឌទៅកាន់ធនាគារដើម្បីឲ្យធនាគារទូទាត់ចំនួនប្រាក់ជាកំណត់ណាមួយឲ្យទៅបុគ្គលមួយទៀតឬអ្នកកាន់នៅលើមូលប្រទានប័ត្រត្រូវមានបញ្ជាដោយឥតលក្ខខណ្ឌឲ្យទូទាត់ចំនួនទឹកប្រាក់ជាកំណត់មួយឈ្មោះអ្នកដែលធនាគារត្រូវទូទាត់សងប្រាក់កន្លែងដែលត្រូវធ្វើការទូទាត់ប្រាក់កាលបរិច្ឆេទដែលមូលប្រទានប័ត្រត្រូវបានចេញនិងហត្ថលេខារបស់អ្នកចេញភាគីដែលពាក់ព័ន្ធនៅក្នុងដំណើរការនេះមាន3គឺអ្នកចេញមូលប្រទានប័ត្រធនាគារដែលត្រូវទូទាត់សងប្រាក់និងអ្នកទទួលប្រាក់ដែលមានឈ្មោះនៅលើមូលប្រទានប័ត្រអ្នកមានសិទ្ធិទទួលប្រាក់អាចទៅបើកប្រាក់ពីធនាគារក្នុងកំឡុងពេល0.5 ខែចាប់ពីកាលបរិច្ឆេទដែលមូលប្រទានប័ត្រត្រូវបានចេញវិញ្ញាណវិក័យប័ត្របដូរប្រាក់គឺជាបញ្ជីជាលាយលក្ខណ៍អក្សរដោយឥតលក្ខខណ្ឌចេញដោយភាគីទី1ឲ្យទៅភាគីទី2ដែលតម្រូវឲ្យភាគីទី2ដែលទទួលបញ្ជានោះទូទាត់ចំនួនប្រាក់ជាកំណត់ណាមួយឲ្យទៅភាគីទី3នៅលើរូបវិញ្ញាណត្រូវមានបញ្ជាដោយឥតលក្ខខណ្ឌឲ្យទូទាត់ចំនួនទឹកប្រាក់ជាកំណត់មួយឈ្មោះបុគ្គលត្រូវទូទាត់សងប្រាក់រយៈពេលកំណត់ដែលត្រូវទូទាត់កន្លែងត្រូវទូទាត់ឈ្មោះបុគ្គលដែលត្រូវទទួលប្រាក់កាលបរិច្ឆេទនិងកន្លែងដែលរូបវិញ្ញាណត្រូវបានចេញផ្សាយនិងហត្ថលេខារបស់អ្នកចេញបញ្ជាភាគីដែលពាក់ព័ន្ធនៅក្នុងដំណើរការនេះមាន3គឺអ្នកចេញបញ្ជាលើរូបវិញ្ញាណអ្នកទទួលបញ្ជាដែលត្រូវទូទាត់សងប្រាក់និងអ្នកទទួលប្រាក់អ្នកចេញបញ្ជានិងអ្នកទទួលប្រាក់អាចជាបុគ្គលតែមួយអ្នកទទួលបញ្ជាត្រូវធានាលើស្វ័យការយល់ព្រមលើការអនុវត្តតាមបញ្ជានិងការទទួលទាត់ប្រាក់ទៅតាមចំនួនកាលបរិច្ឆេទនិងទីតាំងកំណត់3បានសងតាមបញ្ជាលិខិតសន្យាគឺជាការសន្យាជាលាយលក្ខណ៍អក្សរដោយឥតលក្ខខណ្ឌដែលធ្វើឡើងនិងចុះហត្ថលេខាដោយបុគ្គលជាអ្នកចេញបានដែលសន្យាសងចំនួនប្រាក់ជាកំណត់មួយឲ្យទៅបុគ្គលមួយទៀតឬអ្នកកាន់ជាទូទៅបានប្រភេទនេះត្រូវបានចេញដោយគោលបំណុលដែលសន្យាសងប្រាក់ទៅឲ្យម្ចាស់បំណុលនៅលើប៉ាន់សងតាមបញ្ជាត្រូវមានការសន្យាទូទាត់សងនៅចំនួនកំណត់ណាមួយរយៈពេលកំណត់និងកន្លែងត្រូវទូទាត់សងប្រាក់ឈ្មោះរបស់បុគ្គលដែលត្រូវទទួលប្រាក់កាលបរិច្ឆេទនិងកន្លែងដែលបានត្រូវចេញផ្សាយនិងហត្ថលេខារបស់អ្នកចេញបានដែលសន្យាថាសងប្រាក់នោះភាគីដែលពាក់ព័ន្ធនៅក្នុងដំណើរការនេះមានតែពីរប៉ុណ្ណោះគឺអ្នកសន្យាថាសងប្រាក់អ្នកចេញបាននិងអ្នកទទួលប្រាក់ហើយភាគីទាំងពីរនេះមិនអាចជាបុគ្គលតែមួយនោះទេទន្ទឹមនឹងការបំពេញលក្ខខណ្ឌតាមទម្រង់របស់ឧបករណ៍អាចជួញដូរបានខាងលើនេះភាគីពាក់ព័ន្ធក៏ត្រូវតែគោរពកាតព្វកិច្ចរបស់ខ្លួនទៅតាមការកំណត់ដែលមានចែងនៅច្បាប់ពាក់ព័ន្ធផងដែរបើមិនដូច្នោះទេភាគីអាចនឹងត្រូវទទួលទោសផ្នែករដ្ឋបាលឬទោសព្រំទណ្ឌជាធំមានជាក់ស្ដែងមាត្រា230នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូទាត់សងប្រាក់បានផ្ដល់សិទ្ធិឲ្យធនាគារជាផ្តន្ទាទោសខាងវិន័យចំពោះបុគ្គលណាដែលមិនទូទាត់សងបំណុលរបស់ខ្លួនពាក់ព័ន្ធជាមួយឧបករណ៍អាចជួញដូរបានរួមមានការព្រមានការស្តីបន្ទោសការហាមឃាត់ឬដាក់កំហិតក្នុងការចេញផ្សាយឧបករណ៍អាចជួញដូរបាននិងការបង់ការប្រាក់នានាលើសពីនេះទៅទៀតក្នុងករណីដែលដល់ថ្ងៃកំណត់ទូទាត់សងប្រាក់ហើយបុគ្គលដែលមានកាតព្វកិច្ចសងនោះបែរជាមិនសងបុគ្គលនោះត្រូវទទួលទោសព្រំទណ្ឌតាមមាត្រា231នៃច្បាប់ខាងលើត្រង់ហត្ថខណ្ឌទី3ចំណុចទី3ដែលចែងថាបុគ្គលណាដែលមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាននៅពេលដល់អិនប្រតិទានដោយមានបំណងនិងដោយមានចេតនាធ្វើឲ្យខូចប្រយោជន៍អ្នកដទៃត្រូវផ្តន្ទាទោសពិន័យជាប្រាក់ចំនួនពី2លានដល់6លានរៀលនិងត្រូវប្រណាប់ទោសជាប់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំដោយមិនទាន់គិតដល់កាតព្វកិច្ចទូទាត់សងចំនួនប្រាក់នៃឧបករណ៍អាចជួញដូរបាននោះទៅអ្នកកាន់សរុបមកវិញនៅពេលដែលការប្រើប្រាស់ឧបករណ៍អាចជួញដូរបានកាន់តែមានការកើនឡើងបុគ្គលពាក់ព័ន្ធគួរគប្បីស្វែងយល់ពីលក្ខខណ្ឌទម្រង់ព្រមទាំងកាតព្វកិច្ចដែលកំណត់ដោយច្បាប់និងត្រូវអនុវត្តតាមឲ្យបានខ្ជាប់ខ្ជួនដើម្បីជៀសវាងការទទួលទោសទណ្ឌឬបង្កការប៉ះពាល់ដល់ដំណើរការអាជីវកម្មរបស់ខ្លួនផងដែរ